គ្រួសារដ៏អស្ចារ្យរបស់ខ្ញុំរស់នៅក្នុងផ្ទះមួយនៅជិតភ្នំខ្ញុំមានបងប្អូនប្រុស2នាក់និងបងប្អូនស្រីម្នាក់ហើយខ្ញុំជាកូនពៅក្នុងគ្រួសារឪពុករបស់ខ្ញុំជាគ្រូបង្រៀនគណិតវិទ្យាហើយម្ដាយរបស់ខ្ញុំជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យធំមួយបងប្អូនប្រុសរបស់ខ្ញុំឆ្លាតណាស់និងខិតខំរៀននៅសាលាបងស្រីរបស់ខ្ញុំជាមនុស្សដែលងាយភ័យប៉ុន្តែគាត់មានចិត្តសប្បុរសណាស់ជីដូនរបស់ខ្ញុំក៏រស់នៅជាមួយយើងដែរគាត់បានមកពីប្រទេសអ៊ីតាលីនៅពេលខ្ញុំមានអាយុ2ឆ្នាំទោះបីជាគាត់មានវ័យចាស់ក៏ដោយក៏គាត់នៅតែរឹងមាំគាត់ចម្អិនម្ហូបឆ្ងាញ់ជាងគេគ្រួសាររបស់ខ្ញុំមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំយើងធ្វើសកម្មភាពជាច្រើនជាមួយគ្នាបងប្អូនប្រុសរបស់ខ្ញុំនិងខ្ញុំចូលចិត្តដើរឬក៏ឡើងភ្នំណាដើរឡើងភ្នំឬក៏ដើរចម្ងាយនៅលើភ្នំបងស្រីរបស់ខ្ញុំចូលចិត្តចម្អិនម្ហូបជាមួយជីដូននៅចុងសប្តាហ៍យើងទាំងអស់គ្នាលេងល្បែងក្តារជាមួយគ្នាយើងសើចយើងសប្បាយរីករាយនិងតែងតែមានពេលវេលាល្អជាមួយគ្នាខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំណាស់គ្រួសារដ៏អស្ចារ្យរបស់ខ្ញុំរស់នៅក្នុងផ្ទះមួយនៅជិតភ្នំខ្ញុំមានបងប្អូនប្រុស2នាក់និងបងប្អូនស្រីម្នាក់ហើយខ្ញុំជាកូនពៅក្នុងគ្រួសារឪពុករបស់ខ្ញុំជាគ្រូបង្រៀនគណិតវិទ្យាហើយម្ដាយរបស់ខ្ញុំជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យធំមួយបងប្អូនប្រុសរបស់ខ្ញុំឆ្លាតណាស់និងខិតខំរៀននៅសាលាបងស្រីរបស់ខ្ញុំជាមនុស្សងាយភ័យប៉ុន្តែគាត់មានចិត្តសប្បុរសណាស់ជីដូនរបស់ខ្ញុំក៏រស់នៅជាមួយយើងដែរគាត់បានមកពីប្រទេសអ៊ីតាលីនៅពេលខ្ញុំមានអាយុ2ឆ្នាំទោះបីជាគាត់មានវ័យចាស់ក៏ដោយក៏គាត់នៅតែរឹងមាំគាត់ចម្អិនម្ហូបឆ្ងាញ់ជាងគេគ្រួសាររបស់ខ្ញុំមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំយើងធ្វើសកម្មភាពជាច្រើនជាមួយគ្នាបងប្រុសបងប្អូនប្រុសរបស់ខ្ញុំនិងខ្ញុំចូលចិត្ត
ដើរចម្ងាយនៅលើភ្នំ or you can say ឡើងភ្នំបងស្រីរបស់ខ្ញុំចូលចិត្តចម្អិនម្ហូបជាមួយជីដូននៅចុងសប្តាហ៍យើងទាំងអស់គ្នាលេងល្បែងក្តារជាមួយគ្នាយើងសើចយើងសប្បាយរីករាយនិងតែងតែមានពេលវេលាល្អជាមួយគ្នាខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំខ្លាំងណាស់សំណួរទី1ម្ដាយរបស់ខ្ញុំជាអ្វីកវេជ្ជបណ្ឌិតខគិលានុបដ្ឋាយិកាគអ្នកនិពន្ធខអ្នកបម្រើនៅភោជនីយដ្ឋានសំណួរទី2ផ្ទះរបស់ខ្ញុំនៅជិតអ្វីកទីក្រុងខវត្តអារាមគភ្នំខប្រទេសអ៊ីតាលីសំណួរទី3តើខ្ញុំមានអាយុប៉ុន្មានឆ្នាំនៅពេលជីដូនរបស់ខ្ញុំមកកអាយុ3ឆ្នាំខទើបនឹងកើតគអាយុ10ឆ្នាំខអាយុ2ឆ្នាំសំណួរទី4នៅថ្ងៃចុងសប្តាហ៍យើងធ្វើអ្វីជាមួយគ្នាកលេងល្បែងក្តារជាមួយគ្នាខទៅមើលកុនគសម្អាតផ្ទះខចម្អិនប៉ាស្តាសំណួរទី5បងស្រីរបស់ខ្ញុំមានចិត្តល្អប៉ុន្តែគាត់កកាចខស្ងៀមស្ងាត់គងាយភ័យខរឹងមាំគ្រួសារដ៏អស្ចារ្យរបស់ខ្ញុំខ្ញុំរស់នៅក្នុងផ្ទះមួយនៅជិតភ្នំខ្ញុំមានបងប្អូនប្រុស2នាក់និងបងប្អូនស្រីម្នាក់ហើយខ្ញុំជាកូនពៅក្នុងគ្រួសារឪពុករបស់ខ្ញុំជាគ្រូបង្រៀនគណិតវិទ្យាហើយម្ដាយរបស់ខ្ញុំជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យធំមួយបងប្អូនប្រុសរបស់ខ្ញុំឆ្លាតណាស់និងខិតខំរៀននៅសាលាបងស្រីរបស់ខ្ញុំជាមនុស្សដែលងាយភ័យប៉ុន្តែគាត់មានចិត្តសប្បុរសណាស់ជីដូនរបស់ខ្ញុំក៏រស់នៅជាមួយយើងដែរគាត់បានមកពីប្រទេសអ៊ីតាលីនៅពេលខ្ញុំមានអាយុ2ឆ្នាំទោះបីជាគាត់មានវ័យចាស់ក៏ដោយក៏គាត់នៅតែរឹងមាំគាត់ចម្អិនម្ហូបឆ្ងាញ់ជាងគេគ្រួសាររបស់ខ្ញុំមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំយើងធ្វើសកម្មភាពជាច្រើនជាមួយគ្នាបងប្អូនប្រុសរបស់ខ្ញុំនិងខ្ញុំចូលចិត្តដើរឬក៏ឡើងភ្នំណាដើរឡើងភ្នំឬក៏ដើរចម្ងាយនៅលើភ្នំបងស្រីរបស់ខ្ញុំចូលចិត្តចម្អិនម្ហូបជាមួយជីដូននៅចុងសប្តាហ៍យើងទាំងអស់
គ្នាលេងល្បែងក្តារជាមួយគ្នាយើងសើចយើងសប្បាយរីករាយនិងតែងតែមានពេលវេលាល្អជាមួយគ្នាខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំណាស់